នេះគឺជាប្រវត្តិសាស្ត្រនិងដើមកំណើតរបស់សៀមតែបងប្អូនខ្មែរយើងគួរដឹងនៅក្នុងសាលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកសៀមឬក៏ពួកថៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងប្រហែលជាចាប់ពីសតវត្សទី12មកពួកថៃឬក៏ពួកសៀមកាលពីមុនគឺរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ធ្លាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញមានពួកសៀមនិងពួកថៃបានចុះមកតាំងលំនៅភាគខាងជើងប្រទេសឡាវសព្វថ្ងៃហើយនៅតាមបណ្ដោយខេត្តឈៀងម៉ៃចំនួនពួកថៃឬក៏ពួកសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខោតីឈិងសែនឈឹងម៉ៃស្រែមលៀនហើយនិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះគឺជានគរទុនខ្សោយទេហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកសៀមក៏បានចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅក្លាយជានគរដែលមានអធិបតេយ្យភាពពេញលេញដោយចាប់ផ្ដើមពីសុខោតីនៅអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14នៅពេលដែលស្ដេចរាមាកំហែងចូលទីវង្គតសុខោតីក៏បានត្រូវធ្លាក់លំដាប់ហើយក៏ត្រូវបានស្ថិតនៅក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺគេហៅថានគរអយុធ្យាហើយអយុធ្យានេះហើយក៏បានពង្រីកអំណាចរបស់នគរសៀមឲ្យក្លាយជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរសម្រាប់សៀមប្រវត្តិសាស្ត្ររបស់គេគឺបែងចែកចេញជា4ដំណាក់កាលធំទី1គឺសម័យកាលសុខោតីចន្លោះឆ្នាំ1238ដល់ឆ្នាំ1350សៀមបានវាយដណ្ដើមយកខេត្តសុខោតីពីខ្មែរហើយក៏បង្កើតរដ្ឋសៀមដោយស្ដេចរាមាកំហែងបន្ទាប់មកទៀតគឺសម័យកាលអយុធ្យាចន្លោះឆ្នាំ1350ដល់ឆ្នាំ1767សៀមបានពង្រីកទឹកដីរបស់ខ្លួនមកលើចក្រភពខ្មែរហើយក៏បានត្រួតត្រាតាមដងទន្លេមេណាមប៉ុន្តែនៅសម័យកាលអយុធ្យានឹងក៏បានបញ្ចប់ទៅវិញដោយស្ដេចភូមាឈ្មោះបាយនរណោងបានវាយក្រុងអយុធ្យាឲ្យខ្ទេចតែម្ដងហើយក្រោយមកក៏បានឈានចូលសម័យកាលមួយទៀតគេហៅថាសម័យធនបុរីចន្លោះឆ្នាំ1767ដល់ឆ្នាំ1800សម័យកាលនេះគឺព្រះចៅតាក់ស៊ីនបានជួយរំដោះក្រុងអយុធ្យាពីភូមារួចក៏បានលើករាជធានីមកតាំងនៅឯធនបុរីឬខ្មែរយើងហៅថាធនបុរីនៅឆ្នាំ1767ប៉ុន្តែដោយសារតែព្រះចៅតាក់ស៊ីនលំមអំណាចពេកទើបព្រះចៅយ៉តហ្វាឬក៏រាមាទី1នៃរាជវង្សចក្រីក៏បានកាត់ទោសប្រហារជីវិតទ្រង់ហើយចុងក្រោយគេបំផុតគឺសម័យកាលក្រុងបាងកកចន្លោះឆ្នាំ1800រហូតដល់សព្វថ្ងៃសម័យកាលនេះគឺជាសម័យកាលព្រះចៅរាមាទី1នៃរាជវង្សចក្រីបានឡើងសោយរាជរហូតមកដល់សព្វថ្ងៃនេះឯងនេះមានន័យថាសៀមឬក៏ថៃអាយុកាលនៃការបង្កើតជារដ្ឋឬក៏ជាប្រទេសបានត្រឹមតែ787ឆ្នាំក្នុងគ្រិស្តសករាជនេះតែប៉ុណ្ណោះនេះបើតាមគេហទំព័ររបស់ World Population Review ក៏ប៉ុន្តែបើសិនជាយើងប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជារបស់យើងមានរហូតដល់16សម័យកាលឯណោះដែលគេបានចាប់ផ្ដើមរាប់ជារដ្ឋរឹងមាំមួយនៅសតវត្សទី1នៃគ្រិស្តសករាជតែម្ដងនេះបើតាម Royal Embassy of Cambodia Washington DC ប៉ុន្តែមុនពេលដែលគេទទួលស្គាល់យើងជារដ្ឋឬក៏ជាប្រទេសដ៏រឹងមាំមួយនេះយើងក៏មានដូនតារបស់យើងរស់នៅលើទឹកដីនេះជាង 40000 ឆ្នាំទៅហើយដែលផុសតាំងទាំងអស់នេះគឺយើងអាចមើលឃើញតាមរយៈភូមិមូលនិងតាក់តាំងមួយចំនួនស្ថិតនៅសារមន្ទីរជាតិសម្ដេចឪខេត្តសៀមរាបកាលពីឆ្នាំ1767រាជធានីអយុធ្យាត្រូវបានកងទ័ពភូមាកំទេចយ៉ាងខ្លាំងមែនទែនដោយភូមាបានដុតបំផ្លាញកន្លែងរាជធានីចោលតែម្ដងហើយក៏បានកេណ្ឌប្រជារាស្ត្ររាប់ពាន់គ្រួសារទុកជាឆ្លើយសឹកយកទៅកាន់ភូមាទៀតផងធ្វើត្បិតតែភូមាបានបំផ្លាញសៀមហើយជោគជ័យក៏ពិតមែនក៏ប៉ុន្តែភូមាក៏បានដកទ័ពថយវិញទៅយ៉ាងប្រញាប់ដើម្បីប្រយុទ្ធទៅនឹងការលុកលុយពីសំណាក់ប្រទេសចិនដែលបានឈ្លានពានភូមាម្ដងម្ល៉េះហើយទើបអយុធ្យានេះគឺមានភាពរញ៉េរញ៉ៃខ្លាំងហើយក៏មានភាពវឹកវររហូតដល់តំបន់មួយនេះគឺមានក្រុមមនុស្សជាច្រើនច្បាំងគ្នាដើម្បីដណ្ដើមអំណាចត្រួតត្រាលើរាជាណាចក្រមួយនេះក៏ប៉ុន្តែទីបំផុតអាណាចក្រនេះបានរួបរวมគ្នាមកវិញដោយវីរៈជនល្បីឈ្មោះម្នាក់គឺហៅថាតាក់ស៊ីននេះគឺមានឪពុកជាជនជាតិចិនហើយម្ដាយគឺជាជនជាតិសៀមហើយលោកក៏ត្រូវបានតកូលអភិជនសៀមម្នាក់យកមកចិញ្ចឹមក្នុងអំឡុងពេលដែលភូមាចូលលុកលុយកាលនោះគឺលោកមានតួនាទីជាងារចៅហ្វាយខេត្តទៅហើយពេលហ្នឹងលោកក៏បានជួយដឹកនាំទ័ពទៅការពារអយុធ្យាដែរក៏ប៉ុន្តែដោយសារតែយល់ថាស្ថានភាពពេលហ្នឹងគឺវាមិនអាចទៅស្ដាររួចទើបលោកក៏បានដកទ័ពថយមកវិញហើយក៏បោះទីតាំងនៅឯច័ន្ទបុរីវិញអញ្ចឹងហើយទើបនៅពេលដែលភូមាបានដកកងទ័ពធំឆ្លងកាត់ច័ន្ទបុរីនោះតាក់ស៊ីនក៏បានឆ្មក់វាយហើយក៏បានផ្ចាញ់នឹងយកជ័យជំនះលើកងទ័ពភូមាតែម្ដងទៅបន្ទាប់មកតាក់ស៊ីនក៏បានកសាងរាជធានីថ្មីមួយនៅឯធនបុរីឬក៏ធនបុរីនៅខាងលិចទន្លេចៅប្រយ៉ាដែលវាគឺជាប្រភពសេដ្ឋកិច្ចថ្មីងាយស្រួលនៅក្នុងការធ្វើជំនួញអន្តរជាតិជាពិសេសគឺជាមួយនឹងប្រទេសចិនអញ្ចឹងក្រោយពេលដែលសោយរាជបាន15ឆ្នាំព្រះចៅតាក់ស៊ីនក៏ត្រូវបានរាមាទី1នៃរាជវង្សចក្រីកាត់ទោសប្រហារជីវិតសម្លាប់ដោយសារតែការលំមអំណាចពេកហើយរាជវង្សចក្រីនេះក៏បានសោយរាជរហូតមកដល់សព្វថ្ងៃខ្ញុំសង្ឃឹមថាវីដេអូទាំងអស់នេះនឹងជាចំណេះដឹងតូចមួយជូនទៅកាន់បងប្អូនខ្មែរទាំងអស់គ្នា
នៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនអំពីតំបន់ត្រីកោណមាសថាតើមានអ្វីខ្លះដែលខ្ញុំបានទៅការពី2ឆ្នាំមុនជួបជាមួយនឹងបងប្អូននៅវីដេអូក្រោយ